មានទឹកចិត្តសប្បាយរីករាយឥតឧបមាចំពោះជំនួយដ៏សប្បុរសរបស់មូលនិធិតតកក៏ដូចជាជំនួយដ៏សប្បុរសពីបណ្ដាស្ថាប័ននានារបស់រាជរដ្ឋាភិបាលនិងពីប្រជាជនខ្មែរទូទៅដទៃទៀតដែរជំនួយសប្បុរសរបស់មូលនិធិតតកពិតជាឆ្លើយតបជាបន្ទាន់នូវសេចក្តីត្រូវការរបស់នីតិហ៊ាននិងពលទាហានខ្មែរដែលកំពុងបំពេញភារកិច្ចការពារមាតុភូមិនៅតំបន់ប្រាសាទតាមាន់ធំគោរពឯកឧត្តមនាយកទូតទស្សជាតិកម្ពុជាលោកជំទាវព្រមទាំងគណៈរដ្ឋភូអមដំណើរឯកឧត្តមទាំងអស់បាទខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតវត្តមានរបស់ឯកឧត្តមក៏ដូចជាគណៈរដ្ឋភូដែលបានចុះមកសួរសុខទុក្ខលើកទឹកចិត្តដល់នីតិហ៊ានរួមនឹងពលទាហានខ្ញុំទាំងអស់គ្នាបាទជាកិត្តិយសណាស់អញ្ចឹងខ្ញុំសូមថ្លែងអំណរគុណនិងសូមប្រសិទ្ធពរជ័យបវរប្រសើរជូនដល់ឯកឧត្តមព្រមទាំងលោកជំទាវព្រមទាំងអស់លោកគណៈប្រតិភូនិងសប្បុរសជនទាំងអស់សូមឲ្យជួបប្រទះតែពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈវរៈនិងបរិទ្ធិអ្នកកំបីគ្រាគ្រាដែរបាទសូមអរគុណថ្ងៃនេះយើងខ្ញុំជាភារៈពំនាំនៅបណ្ដាទឹកចិត្តពំនាំនៅបរិខាសម្ភារៈទាំងអស់នេះបានមកប្រគល់ជូនដល់ដៃពិតហើយជូនដល់ផ្ទាល់និងជាក់ស្ដែងបំផុតនៅលើខ្នងភ្នំដងរែកនាថ្ងៃនេះគឺយើងទាំងអស់គ្នាមានសេចក្តីរីករាយសោមនស្សឥតឧបមាដោយបានឃើញរៀមច្បងវីរៈកងយុទ្ធពលខេមរៈភូមិន្ទជាពិសេសគឺរៀមច្បងនៅក្នុងអង្គភាពអន្តរាគមន៍កងពលតូចលេខ42ដែលមានបងវយដែលជាមានបញ្ជាការមានបងវងជាអនុបញ្ជាការមានបងសរឿនជាអនុបញ្ជាហើយជាងនេះទៅទៀតយើងនឹងឃើញវីរៈកងយុទ្ធពលខេមរៈភូមិន្ទរបស់យើងអង្គភាពការពារព្រំដែននគរបាលការពារព្រំដែនក៏ដូចជាតំបន់សឹករងរបស់ខេត្តឧត្តរមានជ័យដែលម្នាក់មានសុខភាពបាទមានសាច់ឈាមជ្រះថ្លាមានភាពមាំមួនហើយសម្លៀកបំពាក់សុទ្ធតែសម្លៀកបំពាក់ថ្មីហើយនេះទាំងអស់គ្នាបងបានឲ្យយើងខ្ញុំបានដឹងថាបងបានថ្លែងអំណរគុណដល់ជ្រាលជ្រៅណាស់ជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជាអគ្គមគ្គុទេសដែលជារដ្ឋបុរសហើយនឹងអរគុណណាស់ជូនចំពោះលោកជំទាវបូរនីហ៊ុនសែនដែលសម្ដេចនឹងលោកជំទាវធំបានឧបត្ថម្ភនិងគាំទ្រជានិច្ចចំពោះសមរភូមិមុខជាពិសេសឧបត្ថម្ភនិងគាំទ្រជានិច្ចចំពោះកងយុទ្ធពលខេមរៈភូមិន្ទនៃយើងហើយលើគ្រប់ផ្នែកទាំងអស់បាទទាំងសម្លៀកបំពាក់ទាំងបរិក្ខារទាំងគ្រឿងឧបភោគបរិភោគទាំងមធ្យោបាយសម្រាប់ស្ថាបនាកសាងផ្លូវគឺបានចុះមកដល់ជាបន្តបន្ទាប់ហើយកំពុងតែដំណើរការហើយនេះគឺជាមោទនភាពខ្លាំងណាស់ដែលមន្ត្រីរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានាំនៅមូលនិធិឆ្ពោះទៅកាន់ប្រាសាទព្រះវិហារហើយនាំនៅទឹកចិត្តរបស់សប្បុរសជនបានមកផ្ទាល់នៅឯលើប៉ុស្តិ៍ប៉មជួរមុខនៃមាតុភូមិនៃតំបន់ប្រាសាទតាមាន់ធំក៏ដូចជាប៉ុស្តិ៍ប៉មជួរមុខនៅក្នុងបណ្ដាញនៃខ្សែបន្ទាត់ព្រំដែននៅក្នុងនោះមានប្រាសាទតាក្របីជាដើមហើយគឺជាមោទនភាពដ៏ធំធេងបំផុតហើយយើងខ្ញុំក៏សូមថ្លែងអំណរគុណជាថ្មីជូនដល់សម្ដេចជូនដល់លោកជំទាវជូនដល់ឯកឧត្តមអស់លោកស្រីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសនិងប្រជាពលរដ្ឋដែលគាំទ្រទូរទស្សន៍ជាតិកម្ពុជាគាំទ្រមូលនិធិឆ្ពោះទៅកាន់ប្រាសាទព្រះវិហាររបស់ទូរទស្សន៍ជាតិកម្ពុជាហើយថ្ងៃនេះយើងខ្ញុំជាភារៈពំនាំនៅបណ្ដាទឹកចិត្តពំនាំនៅបរិខាសម្ភារៈទាំងអស់នេះបានមកប្រគល់ជូនដល់ដៃពិតហើយជូនដល់ផ្ទាល់និងជាក់ស្ដែងបំផុតនៅលើខ្នងភ្នំដងរែកនាថ្ងៃនេះដោយមានការនាំផ្លូវពីលោកវីរៈសេនីយ៍ឯកអ្នកវងនិងលោកវីរៈសេនីយ៍ឯកសុកសេរឿនប្រតិភូមូលនិធិតតកក៏បានទៅទស្សនាប្រាសាទតាមាន់ធំដែលមានទីតាំងស្ថិតនៅរយៈកម្ពស់800ម៉ែត្រនៃជួរភ្នំដងរែកការធ្វើដំណើរដោយថ្មើរជើងយើងទាំងអស់គ្នាអាចគយគន់នៅទិដ្ឋភាពព្រៃព្រឹក្សាដ៏ស្រស់បំព្រងទោះបីជាតំបន់ខ្លះនៅមានក្របមីននៅឡើយក្តីឯខ្ញុំប្រត់សៀងសំនៀងក្រអួនប្រត់ខ្លែក្លិនខ្លួន